សុភាសិតខ្មែរយើងពោលថាចំណេះវិជ្ជាជាទ្រព្យជាប់នឹងប្រាណចោលលួចមិនបានប្រើច្រើនកាន់តែចម្រើនឡើងអញ្ចឹងអត់បងប្អូនអញ្ចឹងកាលណាចំណេះរបស់យើងគឺយើងកាន់តែប្រើគឺកាន់តែរីកចម្រើនមើលលោកយាយម្នាក់នេះគាត់កាន់តែចាស់ហើយប៉ុន្តែថ្វីដៃរបស់គាត់គឺមិនធម្មតាទេបងប្អូនគាត់អាចគូររូបសត្វនេះនៅលើកន្សែងរបស់គាត់ណាជាកន្សែងបងប្អូនគាត់អាចគូបានស្អាតខ្លាំងណាស់បងប្អូនអើយសូមបីតែខ្ញុំអត់ចេះគូដែរណាបងប្អូនហើយមកគាត់លេងមានស្លាបការបស់គាត់នេះគឺខ្វាច់យកតែម្ដងគូបានស្អាតណាស់បងប្អូនមើលស្លាបមើលអីអូយទឹកដៃមិនសរសើរមិនបានទេបងប្អូនហើយសួរថាវាកើតចេញពីអីគឺកើតចេញពីចំណេះចឹងបើសិនអត់មានចំណេះគឺมันអាចតគូរូបបែបនេះអីស្អាតចេះអីចេញបានទេអើយបងប្អូនហើយនេះមើលហើយគាត់ចាស់ហើយគាត់នៅអាចគូររូបបានស្អាតបែបនេះណាហើយឥឡូវគាត់ចាប់ផ្ដើមគូកតុយបងប្អូនហើយខ្ញុំមិនដឹងថាសัตว์អីទេបងប្អូនណាស្គាល់ជួយប្រាប់ផងអញ្ចឹងគាត់គូបានស្អាតមែនតើណាហើយគេកសែងមកគាត់ណាបងប្អូននេះកណាត់សទេណាចឹងកសែងនេះគឺកសែងពោសចឹងគាត់ចាប់ផ្ដើមគូរូបនេះមិនមែនគូសម្រាប់តែប៉ុណ្្នឹងទេបងប្អូននៅពេលដែលគាត់ចាប់ផ្ដើមគូរួចរាល់គឺគាត់យកទៅចលុពណ៌ថែមទៀតឥឡូវគឺគាត់គូអត់ទាន់រួចទេនៅពេលដែលគាត់គូសัตว์នឹងហើយគឺគាត់ត្រូវចាប់ផ្ដើមគូរូបផ្កានៅជ័យម្ខាងនៃកសែងនឹងទៀតបងប្អូនហើយគូផ្កាគូស្លឹកគូអីមកអូយលយមែនតែនណាទឹកដៃមកអែមតែម្ដងបងប្អូនណាអូយផ្កានេះក៏ស្អាតសម្បើមណាស់ដែរបងប្អូនអើយលយអីក៏លយយ៉ាងនេះនិយាយពីគូឲ្យញាប់ស្កាសតែម្ដងបងប្អូនណាហើយបន្ទាប់ពីគូផ្កាគូអីហើយគូចាប់ផ្ដើមគូមេអំបៅទៀតបងប្អូនក៏ដាក់មេអំបៅនៅពីលើផ្កាហ្នឹងមានន័យថាមេអំបៅកំពុងតែហើរទៅក្រេបផ្កាអញ្ចឹងណាបងប្អូនអូយរូបនេះពិតជាមានអត្ថន័យមែនទេណាបងប្អូនណាចឹងយើងមិនគ្មាននឹកឃើញគូរូបគូអីចេះទេហើយកសែងនេះតម្លៃក៏អស់ទាស់ដែរបងប្អូនតាមមួយផ្លេតហើយរួចរាល់ឃើញទេឥឡូវក៏ចាប់ផ្ដើមគូជាយកសែងមកគាត់នឹងរួចរាល់ហើយបងប្អូនគូទាំងសងខាងទៀតណាមិនគូតែមួយខាងណាបងប្អូនណានេះកសែងដែលយើងយកទៅបង់កហ្នឹងឯងឥឡូវនៅពេលដែលចាប់ផ្ដើមគូរួចរាល់គឺគាត់ចាប់ផ្ដើមយកទៅចលុពណ៌ហើយបងប្អូនណាហើយពណ៌នេះគឺអត់ចលក់អត់ពេញទេចលក់តែមកកណាត់រូបសត្វនឹងឯងអញ្ចឹងនៅពេលដែលគាត់ចលក់ត្រឹមរូបសត្វ